ស្ដីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel ពិភពអាត់កំបាំង KH បងប្អូនដឹងអត់នៅត្រង់ខ្សែបន្ទាត់ព្រំដែនដែលតាំងតឹងបំផុតលើលោកនោះគឺតំបន់ DMZ រវាងកូរ៉េខាងជើងនិងកូរ៉េខាងត្បូងមានរឿងរ៉ាវអាត់កំបាំងមួយដែលធ្វើឲ្យពិភពលោកងឿងឆ្ងល់អស់រយៈពេលរាប់សិបឆ្នាំមកហើយនៅខាងភាគីកូរ៉េខាងជើងបងប្អូននឹងបានឃើញទីក្រុងដ៏ទំនើបមួយឈ្មោះថាគីចុងដុងវាមើលទៅដូចជាឋានសួគ៌កណ្ដាលវាលស្រែដែលមានអគារខ្ពស់ៗពណ៌ស្អាតមានបង្គោលទង់ជាតិយក្សនិងមានសណ្ដាប់ធ្នាប់ល្អឥតខ្ចោះរដ្ឋាភិបាលកូរ៉េខាងជើងបានហៅវាថាភូមិសន្តិភាពប៉ុន្តែសម្រាប់កូរ៉េខាងត្បូងនិងអ្នកស៊ើបអង្កេតអន្តរជាតិគេបានដាក់រហស្សនាមឲ្យវាថាភូមិឃោសនាឬទីក្រុងខ្មោចទៅវិញតើនៅពីក្រោយជញ្ជាំងអគារដ៏ស្អាតទាំងនោះលាក់ទុកនៅអាត់កំបាំងអ្វីខ្លះហេតុអ្វីបានជាគ្មានអ្នកណាអាចឈានជើងចូលទៅទីនោះបានតោះទៅវែកញែកជាមួយខ្ញុំទាំងអស់គ្នាកូរ៉េខាងជើងបានអះអាងជាផ្លូវការថាគីចុងដុងគឺជាទីក្រុងគំរូសម្រាប់គ្រួសារកសិករជាង200គ្រួសាររស់នៅយ៉ាងមានសេចក្តីសុខគេថាទីនោះមានទាំងមន្ទីរពេទ្យសាលារៀននិងមជ្ឈមណ្ឌលកម្សាន្តប៉ុន្តែការពិតមិនអាចលាក់បាំងនឹងកែវយិតកម្រិតខ្ពស់របស់ទាហានកូរ៉េខាងត្បូងបានឡើយនៅពេលដែលគេឆ្លុះមើលឲ្យចំទៅអគារទាំងនោះគេបានរកឃើញចំណុចមិនប្រក្រតីជាច្រើនដែលគួរឲ្យហួសចិត្តទី1អគារខ្ពស់ៗទាំងនោះភាគច្រើនគឺគ្មានកញ្ចក់បង្អួចឡើយអ្វីដែលបងប្អូនឃើញពីចម្ងាយថាជាបង្អួចតាមពិតវាគ្រាន់តែជាការលាបថ្នាំពណ៌ឲ្យមើលទៅដូចជាបង្អួចប៉ុណ្ណោះទី2អ្វីដែលរត់តែភ្ញាក់ផ្អើលគឺអគារខ្លះមើលទៅហាក់ដូចជាមានកម្ពស់5ទៅ6ជាន់តែតាមពិតខាងក្នុងគឺទទេស្អាតគ្មានកម្រាលជាន់គ្មានបន្ទប់សំបីតែមួយវាមើលទៅដូចជាប្រអប់បេតុងដ៏ធំដែលគេសាងសង់មកដើម្បីបោកបញ្ឆោតភ្នែកមនុស្សតែប៉ុណ្ណោះដើម្បីឲ្យទីក្រុងខ្មោចនេះមើលទៅដូចជាមានមនុស្សរស់នៅមែនតែនកូរ៉េខាងជើងបានប្រើប្រាស់ល្បិចបច្ចេកទេសយ៉ាងម៉ត់ចត់ជារៀងរាល់យប់ពន្លឺភ្លើងនៅក្នុងអគារនឹងត្រូវបើកនិងបិទទៅវិញនៅម៉ោងដដែលជាប្រចាំអ្នកស៊ើបអង្កេតបានរកឃើញថានេះមិនមែនជាការចុចបិទបើកដោយដៃមនុស្សទេតែវាគឺជាការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិសូម្បីតែមនុស្សដែលដើរបោសសម្អាតផ្លូវដែលបងប្អូនឃើញក្នុងវីដេអូខ្លះក៏ជាក្រុមមនុស្សដដែលដែលគេជួលឲ្យមកសម្ដែងធ្វើជាអ្នកភូមិដើម្បីឲ្យមើលទៅមានសកម្មភាពក្រៅពីភ្នែកឃើញសូម្បីតែត្រចៀកក៏ត្រូវគេបោកដែរតាមរយៈឧបឃោសនាស័ព្ទយក្សដែលដាក់ពង្រាយជុំវិញទីក្រុងគេតែងតែចាប់សំឡេងថតជាមុនដូចជាសំឡេងក្មេងៗសើចសប្បាយសំឡេងតន្ត្រីឃោសនានិងសំឡេងជជែកគ្នាដែលឮខ្លាំងៗរហូតដល់កូរ៉េខាងត្បូងដើម្បីបញ្ជាក់ថាទីនោះពិតជាមានមនុស្សរស់នៅអ៊ូអរមែនមានរឿងមួយទៀតដែលបងប្អូនប្រហែលជាមិនធ្លាប់ដឹងនោះគឺសង្គ្រាមបង្គោលទង់ជាតិកាលពីទសវត្សរ៍ឆ្នាំ80កូរ៉េខាងត្បូងបានសាងសង់បង្គោលទង់ជាតិកម្ពស់ជិត100ម៉ែត្រនៅភូមិក្បែរនោះភ្លាមនោះកូរ៉េខាងជើងមិនព្រមចាញ់ឡើយពួកគេបានសាងសង់បង្គោលទង់ជាតិនៅទីក្រុងគីចុងដុងនេះឲ្យខ្ពស់ជាងមុនរហូតដល់កម្ពស់160ម៉ែត្រដែលកាលនោះវាគឺជាបង្គោលទង់ជាតិដែលខ្ពស់ជាងគេបំផុតលើលោកទង់ជាតិដែលគេបង្ហូតនោះមានទម្ងន់ដល់ជិតទៅ300គីឡូក្រាមដែលត្រូវការកម្លាំងមនុស្សនិងម៉ាស៊ីនយោងច្រើនដើម្បីបង្ហូតវាឡើងរឿងនេះបង្ហាញឲ្យឃើញថាទីក្រុងទាំងមូលមិនមែនធ្វើឡើងដើម្បីប្រជាជនទេតែវាធ្វើឡើងដើម្បីអំណួតនិងការប្រកួតប្រជែងផ្នែកនយោបាយតែប៉ុណ្ណោះតើមូលហេតុពិតប្រាកដអ្វីដែលនៅពីក្រោយការចំណាយលុយរាប់លានដុល្លារសាងសង់ទីក្រុងទទេស្អាតនេះតាមពិតទៅវាគឺជាយុទ្ធសាស្ត្រចិត្តសាស្ត្រកូរ៉េខាងជើងចង់ឲ្យទាហានកូរ៉េខាងត្បូងដែលឈរជើងនៅព្រំដែនមើលមកឃើញថាជីវិតនៅកូរ៉េខាងជើងគឺមានភាពស៊ីវិល័យនិងមានសេចក្តីសុខដើម្បីទាក់ទាញឲ្យពួកគេរត់ចោលស្រុកទៅរស់នៅទីនោះប៉ុន្តែរហូតមកដល់ពេលនេះល្បិចកលនេះត្រូវបានពិភពលោកលាតត្រដាងអស់ទៅហើយទោះបីជាយ៉ាងណាគីចុងដុងនៅតែឈរជើងយ៉ាងស្ងប់ស្ងាត់និងអាចកំបាំងបំផុតរហូតដល់សប្តាហ៍ថ្ងៃចុះបងប្អូនវិញយល់យ៉ាងណាដែរចំពោះទីក្រុងដែលស្អាតតែសម្បកក្រៅមួយនេះបើបងប្អូនទៅរស់នៅទីនោះតើបងប្អូនហ៊ានទៅអត់កុំភ្លេចបញ្ចេញមតិយោបល់នៅខាងក្រោមទាំងអស់គ្នាប្រសិនបើបងប្អូនចូលចិត្តវីដេអូសំរាយរឿងអាត់កំបាំងស៊ីជម្រៅបែបនេះកុំភ្លេចជួយចុច like និង Subscribe ផងសូមអរគុណនិងជួបគ្នានៅវីដេអូក្រោយ